មានករណីមានភាពមិនប្រក្រតីនៃសហគមន៍ពីមឃ្លាំងឃុំលើកដៃស្រុកកោះធំខេត្តកណ្ដាលតាមប្រភពច្បាស់ការពីពលរដ្ឋដោយសូមបញ្ចេញឈ្មោះបានដឹងថាដែលមានសេចក្តីប្រកាសសូមបន្តអាណត្តិដោយ3ឆ្នាំស្មើ3រដូវចុះលេខដែលមន្ទីរកសិកម្មរុក្ខាប្រមាញ់នៅនេសាទខេត្តកណ្ដាលលេខ002កសិករចនបានឃើញនឹងឯកភាពឲ្យលោកហងមុនតំណាងសហគមន៍នេសាទពីមឃ្លាំងដើម្បីអនុវត្តគ្រប់គ្រងសហគមន៍ឲ្យបានល្អប្រសើរបន្តទៀតចូលថ្ងៃប្រហោះ100ខែចេសឆ្នាំឆ្លូវពុទ្ធសករាជ2565ត្រូវថ្ងៃទី27ខែឧសភាឆ្នាំ2021ផុតអាណត្តិឆ្នាំ2023បោះឆ្នោតជ្រើសរើសតំណាងសហគមន៍ថ្មីតែរហូតមកដល់ពេលនេះឆ្នាំ2024ហើយគឺមិនទាន់ឃើញមានការបោះឆ្នោតជ្រើសរើសនៅឡើយពលរដ្ឋសង្ស័យថាមានអំពើពុករលួយទើបមិនបោះឆ្នោតជ្រើសរើសមេសហគមន៍ថ្មីក្រោយពេលទទួលព័ត៌មានខាងលើទូរទស្សន៍យើងបានសុំការបំភ្លឺពីលោកខេងឃីមមេឃុំលើកដែកតាមរយៈលេខទូរស័ព្ទ017 87 58 76កាលពីថ្ងៃទី10ខែធ្នូឆ្នាំ2024លោកបានឲ្យដឹងថាពិតហើយដល់អាណត្តិបោះឆ្នោតសហគមន៍ពីមឃ្លាំងថ្មីឆ្នាំ2023ពិតមែនតែលោកហងមុនមេសហគមន៍សូមការអនុញ្ញាតបន្តតាមរយៈឃុំទៅអភិបាលស្រុកកោះធំខ្ញុំមេឃុំមិនហ៊ានបំភ្លឺទេខ្ញុំធ្វើតាមអភិបាលស្រុកចង់ដឹងសួរអភិបាលស្រុកកោះធំទៅដឹងហើយខាងទូរទស្សន៍យើងបានខលទៅលោកថៃវ៉ាន់ឌីអភិបាលនៃគណៈអភិបាលស្រុកកោះធំតាមរយៈលេខទូរស័ព្ទ097 89 99 995កាលពីថ្ងៃទី10ខែធ្នូឆ្នាំ2024តែមិនមានការឆ្លើយតបដោយគ្មានអ្នកលើកទូរស័ព្ទករណីនេះដែរខាងទូរទស្សន៍យើងមិនអាចសុំការបំភ្លឺពីលោកហងមុនមេសហគមន៍ពីមឃ្លាំងបានទេដោយគ្មានលេខទំនាក់ទំនងពលរដ្ឋស្នើសុំឲ្យឯកឧត្តមគួចចម្រើនអភិបាលខេត្តកណ្ដាលពិនិត្យមើលភាពមិនប្រក្រតីនៃសហគមន៍ពីមឃ្លាំងនេះផងសូមឲ្យមានការបោះឆ្នោតជ្រើសតាំងមេសហគមន៍ថ្មីតាមកំណត់មួយអាណត្តិដែលច្បាប់កំណត់ជាធរមានផងទៀតអង្គភាពយើងខ្ញុំផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈគឺរិះគន់ក្នុងនៃស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័នឬអង្គភាពណាមួយឡើយអង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយបំភ្លឺពីសម័យខ្លួនពាក់ព័ន្ធគ្រប់ពេលវេលានៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះសូមទាក់ទងលេខទូរស័ព្ទតាមទូរទស្សន៍យើងខ្ញុំរៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របបសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រិតនិងយុត្តិធម៌តែប៉ុណ្ណោះសូមអរគុណ